ជាបងប្អូនជំនួសនៅចូលរួមនៅក្នុងវត្តសាមគ្គីរតនារាមយើងនេះគឺមកក្រុមចូលរួមនៅមរណទុក្ខបរោះវិរៈបរោះខ្មែរយើងគឺលោកកែលីតែបានត្រូវចូលវត្តកាលទៅយ៉ាងដោយធម៌ដោយប្រភេទអយុត្តិធម៌ដោយសារតែលោកហ៊ានបកស្រាយនិយាយភាពត្រឹមត្រូវនៅក្នុងសង្គមខ្មែរដើម្បីឲ្យកុលបុត្រនិងកុលធីតាខ្មែរឲ្យបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់បានយល់ដឹងពីស្ថានភាពក្នុងសង្គមខ្មែរសប្តាហ៍នេះអ្នកស្នេហាជាតិពិតប្រាកដដូចជាលោកកែមលីទោះបីដឹងថាការបកស្រាយវិភាគរបស់លោកខ្លឹមសារបញ្ចេញទៅនឹងធ្វើឲ្យមានពីការទាស់ចិត្តហើយនឹងការគំរាមកំហែងហើយនឹងការប៉ះពាល់ដល់អាយុជីវិតលោកក៏ដោយក៏លោកនៅតែធ្វើដោយលោកជឿជាក់ថាអ្វីដែលលោកធ្វើគឺជាភាពត្រឹមត្រូវដើម្បីជាប្រយោជន៍របស់សង្គមខ្មែរយើងប្រជាជាតិខ្មែរយើងតែកុលបុត្រកុលធីតាកូនខ្មែរយើងទាំងអស់គួរតែក្រោកឡើងគួរតែដឹងឡើងហើយឲ្យខ្មែរយើងគ្រប់ស្រទាប់វណ្ណៈទាំងអស់ទាំងក្នុងទាំងក្រៅប្រទេសជឿជាក់ថាអ្នកស្នេហាជាតិពិតមិនខ្លាចនឹងពលិជីវិតបោករួមទាំងការគម្រាមកំហែងយ៉ាងណាក៏ដោយគឺមានតែអ្នកស្នេហាជាតិខ្លាំងខ្លាយក្រុមអាយ៉ងយួនដែលកំពុងតែធ្វើការស្នេហាខ្លាំងខ្លាយដែលការលុបជាតិលុបទឹកលុបដីគឺជាខ្ញុំបញ្ជាក់ខ្លួនបំណងដែលវាតាំងខ្លួនជាអ្នកខ្លាំងខ្លាលទ្ធិប្រជាធិបតេយ្យកើតឡើងគឺការរួបរวมគឺការស្នេហាជាតិគឺការគ្រប់គ្រងកសាងជាតិមិនមែនការជិះជាន់សង្កត់សង្កិនរៀបយកដីធ្លីរៀបស្ទើរតែមួយប្រទេសដែលខ្វះការរស់នៅជីវភាពអន់ថយពុកម៉ារាពុកម៉ារីទៅប្រកាសពុកម្ដាយដោយសារតែធ្វើចំណាក់ស្រុកក៏អត់ក៏លទ្ធិតាចំនួនក្រោយគឺខ្វះខាតវិជាចេះដឹងតែផងទាំងពួងនេះគឺជានយោបាយរបស់ជួនឈានទៀតដែលវាបានគ្រប់ជាយូរទុកមកហើយក្នុងគោលការណ៍បង្អាក់បន្ទុកខ្មែរយើងគ្រប់សន្តិបណ្ណៈទាំងអស់មិនឲ្យមានការចេះដឹងវាកាត់ផ្ដាច់នៅអ្នកដែលចេះដឹងអ្នកដែលជំនាញការផ្សេងក្នុងការមិនចង់ឲ្យកុលបុត្រកុលធីតាខ្មែរចំនួនក្រោយបានដឹងច្បាស់ពីភាពផែនការពិតប្រាកដរបស់វាដូច្នេះថ្ងៃនេះខ្ញុំមានភាពឈឺចាប់ជាខ្លាំងដោយអ្នកស្នេហាជាតិម្នាក់ដែលមានចំណេះចេះដឹងបានត្រូវមានលោកយើងទៅដោយសារតែការនិយាយបកស្រាយរឿងពិតនៅក្នុងសង្គមរបស់ខ្មែរដូច្នេះតាំងនាមខ្ញុំជាគណៈកម្មការនៅវត្តសាមគ្គីរតនារាមទាំងមូលបូករួមនឹងសមាជិកវត្តហើយនឹងបងប្អូនទាំងអស់ដែលជាអ្នកជឿលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដសូមអំពាវនាវដល់បងប្អូនខ្មែរទាំងក្នុងក្រៅស្រុកគ្រប់ស្រទាប់វណ្ណៈទាំងអស់យើងមានតែការរួបរวมក្រោកឡើងតតាំងប្រឆាំងនៅអំពើតែការនេះទេទើបយើងអាចឈ្នះវាបានបើមិននៅក្នុងទេទៅតទៅអនាគតកូនចៅយើងនឹងខ្លាចទៅជាបញ្ជាយួនហើយក៏នឹងទៀបទៅយើងថាហេតុអ្វីបានជាបុព្វបុរសយើងជំនាន់មុនមិននាំគ្នាក្រោកឡើងតស៊ូហេតុអីបានជាយើងក្រៅនៅមានឲ្យទីជីជាន់ហើយឯដូច្នេះហើយបានជាយើងរកគ្នាខ្លាយទៅជាទាំងរបស់គេតែមិនមានអ្វីបន្តតាមគេយួនវាបានគ្រោងទុកនៅរកមជ្ឈបាយទាំងអស់ក្នុងការគ្របដណ្ដប់ខ្មែរយើងក្នុងការជីជាន់ក្នុងការស្លៀកពៀនដូច្នេះមូលហេតុដែលវាធ្វើអ្វីទាំងអស់គឺវាចង់បានទឹកដីខ្មែរយើងរបស់គឺវាកាត់បន្ថយអ្នកចេះដឹងនៅពេលដែលវាគ្របដណ្ដប់នៅអ្វីបានទាំងអស់វានឹងផ្លាស់ប្ដូរនៅឈ្មោះផ្លូវឈ្មោះខ្នក់ឈ្មោះស្រុកក្រោយវាបានហើយទោះជារាប់រយឆ្នាំក៏ដោយក៏វានឹងផ្លាស់ប្ដូរទៅឈ្មោះយើងទៀតអ្វីដែលខ្ញុំដឹងគឺខ្ញុំមានការឈឺចាប់បន្ទាប់ពីខ្ញុំបាននិយាយជាមួយអាយុម្នាក់ដែលទៅនៅជិតខាងរបស់ខ្ញុំវាបានថាអ្នកឯងមកនៅស្រុកនេះខ្ញុំមកនៅស្រុកនេះខ្ញុំមិនខ្លាចនឹងនិយាយតែឯងដឹងទេគឺនិស្សិតរបស់យួនគ្រប់សន្ទាប់ទាំងអស់ពេលទៅចូលសាលាយួនគេបាននិយាយប្រាប់ថាទឹកដីខ្មែរគឺជាទឹកដីយួនបរាមណាយួនត្រូវតែឆ្លៀនពៀនទូក្នុងមួយឆ្នាំយើងយកបានទឹកដីខ្មែរមួយចង្អានទៅដល់គឺយើងត្រូវតែធ្វើបើយើងមិនធ្វើយើងមិនបានទេយើងត្រូវតែឆ្លៀនពៀនយកទឹកដីខ្មែរទូមួយឆ្នាំយើងយកមួយចង្អានបានទៅដល់រាប់រយឆ្នាំទឹកដីខ្មែរអង្គុំទៅអស់ទេនេះខ្ញុំ
ก็เอาปรับดังถัดมาให้จิตตาระบองทุนเวียนเกี่ยวกับโรคคลางคลาเหมือนการเล่นต่างๆโยนตึกในขมายระบองยืนไงที่จงชื่อจับต้องโครยถึงคลั่งแต่ทางบัดมองเนี่ยสนายหาจิตมันเนี่ยคือโลกการเลยต้องออกโยแบบเยอะติดเยียดตายเยอะก็ตื้อก็ซอยตอนใครถึงส่งดังตอนบอกพูดเต็มได้แต่โลกมีเพลงตั้งแต่จิตตั้งส่งโลกช่วยดังลือในสิ่งใดละอเราว่าโลกมันเป็นแทนเลยโลกมันเป็นแทนเลยจีบแบบดับขนมใบดงขมายจีบแบบดับเต็มชั่วเต็มเต็มโลกเต็มการเปิดเต็มออกเจียนเนี่ยเมียนก้นสำหรับประเทศไทยรวมซ่อมเต็มสิ่งใดละอเต็มกดซ่อนแต่ที่ยมบ้านเพิ่มบ้านเต็มหนักบ้านมากส่งกับตื้อกระสอบตอนโลกเอาโลกบ้านตะการเดือดทานสู้ทานศพว่าโลกบ้านตะการเดือดทานสู้ทานศพเฮ้ยส่งต้องประเมินกันตายเงียบกรอยเอาโกงออกดาวโกงไม่เพราะใครเอาเมียนสมาร์ทไปเพียรเรากองหกเวงกองโปรแต่เลยกองโปรแต่กองสักเกษตรยกบัตรเต้นอัดด้วยเลิกได้สมรักไม่คณีไอแต่เวียนชีมรวงคณีขยมจงกรอยนี่ขยมเป็นเวียนไปไอไว้งานเต้กรองแต่ลาวเงาพอตื่นกับซอลายหนึ่งชุมบนกับซอดองประชิดจนขมายยืดแต่ออกรวมเต็มตรงโปรซาลูกมันแต่เลยทองทรงหอยเนี่ยแต่ออกแต่ตัวชุบแต่โปพุทธโปแต่ตัวประกาศคืออายุปันนะสองทางกว่าเลยบางที่ยมนิยายเติมมีการเลื่อนลูกประคาทรงทรงหรือประกาศนามวยทรงการคันเตยอภัยโตเอาที่ยมประกาศนาเนี่ยยมพองทรงเอาคนยมกนาทรงกราบไฟของกรมเลี้ยงทรงจุดเด่นเยอะติดเยียดตายเยอะ